នេះគឺជាផ្កាផ្គរលាន់ហើយខ្ញុំដឹងថាបងប្អូននៅតាមតំបន់មួយចំនួនក៏មានឈ្មោះហៅទៅតាមតំបន់រៀងៗខ្លួនដែរតែភាគច្រើនគេហៅថាផ្កាផ្គរលាន់ហើយខ្ញុំឮអ្នកខ្លះគាត់ហៅថាកំភ្លឹងទឹកក្រូចចានិយាយទៅពិតមែនហើយផ្កាហ្នឹងគឺវានៅក្នុងគ្រួសារជាមួយកំភ្លឹងមែនណាកំភ្លឹងផ្កាពណ៌សផ្កានេះវាស្រស់ស្អាតមែនទែនហើយមួយឆ្នាំវាផ្កាតែម្ដងទេនៅខែចូលឆ្នាំខែមេសាយើងហ្នឹងណាហើយវាផ្កាបន្ទាប់ពីវាត្រូវភ្លៀងមួយមេមកអញ្ចឹងហើយបានជាយើងធ្លាប់ហៅវាថាផ្កាផ្គរលាន់ដែលវាជាសញ្ញាប្រាប់ថារដូវវស្សាជិតចូលមកដល់ហើយនៅរដូវក្តៅទោះបីជាវាក្តៅប៉ុណ្ណាក៏វាអត់ងាប់ដែរគឺមើមវាក្រាំងនៅក្នុងដីហើយបើស្លឹកវាអាចនឹងសខ្លះហើយក៏អាចនឹងអស់ក៏ប៉ុន្តែបន្ទាប់ពីវារងចាំទឹកភ្លៀងអស់រយៈពេលជិតកន្លះឆ្នាំមកហើយត្រូវទឹកភ្លៀងទៅវានឹងរីកលូតលាស់មកវិញហើយចេញផ្កាស្អាតដូចនៅក្នុងរូបនឹងអញ្ចឹងផ្កានឹងយើងអត់គួរមើលរំលងវាសោះខ្ញុំគិតថាយើងគួរតែដាំនៅមុខផ្ទះយើងឲ្យបានច្រើនព្រោះវាពិតជាស្អាតហើយទាក់ទាញមែនទែនមានបងប្អូនជាច្រើនគិតថាផ្កានឹងវាអាចនៅក្នុងអំបូរជាមួយលីលីនៅស្រុកគេប៉ុន្តែអត់ទេផ្កាពីរប្រភេទហ្នឹងវានៅក្នុងគ្រួសារខុសគ្នាលីលីមានក្លិនក្អូបហើយលីលីវាប្រភេទមើមដែរក៏ប៉ុន្តែវាចេញផ្កាតែមួយដើមទេចំណែកផ្គរលាន់ហ្នឹងក្នុងមួយមើមវាហ្នឹងវាចេញផ្កាមក3 4ណាកញ្ចុំស្អាតដូចនៅក្នុងរូបហ្នឹងអញ្ចឹងហើយមានអ្នកខ្លះខ្ញុំក៏អត់ដឹងច្បាស់ដែរនៅក្នុងស្រុកខ្មែរយើងហ្នឹងណាគឺមានអ្នកខ្លះគាត់ថាមានពណ៌សពណ៌ផ្កាឈូកខ្ញុំពិតជាចង់ឃើញមែនទែនបើសិនជាបងប្អូនមានដាំមានផ្កាពណ៌សពណ៌ផ្កាឈូកកុំភ្លេចខមមិនរូបភាពនៅខាងក្រោមផងណាហើយតើនៅតំបន់បងប្អូនគេហៅផ្កាផ្គរលាន់ដូចខ្ញុំដែរអត់ជួយខមមិនប្រាប់ផងណាអរគុណ